មើលមុខខ្ញុំធ្វើអីហ្នឹងអូខ្ញុំក៏ត្រេកអរជំនួសប្អូនទី2ដែរហេហេកុំសង្ឃឹមឲ្យសោះចាំមើលស្អែកនេះពេលហានយ៉ាងនាំស្រីម្នាក់ឈ្មោះប៉ៃវ៉ាន់ឈីងមកវិញពួកអ្នកឯងត្រៀមខ្លួនយំសោកទៅចាំដល់ហ៊ានយ៉ាងរៀបការជាមួយនាងមិនត្រឹមតែត្រូវចិញ្ចឹមកូនអ្នកដទៃឲ្យនាងទេថែមទាំងត្រូវនាងនឹងប្រុសកំឡោះរួមគំនិតគ្នាសម្រាប់ទៀតអស់ចូលរំដៅលីមកចំក្រោយសាកសពរាងកាយស្អុយរលួយហើយក៏គ្មានអ្នកណាដឹងដែរកុហកឪពុកម្ដាយទៀតហើយខ្ញុំសូមត្រឡប់ទៅបន្ទប់វិញសិនហើយក្នុងនាមជាទូស្រីចិត្តអាក្រក់ខ្ញុំនៅតែដឹងខុសត្រូវពេកហើយទូស្រីចិត្តអាក្រក់គ្រាន់តែនិយាយមិនមែនគ្មានសុជីវធម៌ទេតែយ៉ាងអ៊ឺនឹងស្លាប់មែនទេបងប្រុសទី2មិនស្លាប់ទេស្រីម្នាក់នោះគ្រាន់តែមិនចង់ឃើញគ្រួសារយើងល្អទេលោកគ្រូទើបតែដាក់បណ្ដាសាឲ្យខ្ញុំរៀបការឥឡូវនេះបែរជាមានរឿងបងប្រុសទី2ខ្ញុំមិនជឿទេយីអ៊ឺតើកូនយល់យ៉ាងណារឿងនេះត្រូវរងចាំប្អូនទី2ត្រឡប់មកវិញសិនប្រសិនបើថ្ងៃស្អែកគាត់ពិតជានាំស្រីម្នាក់ឈ្មោះប៉ៃវ៉ាន់ឈីងមកមែនរឿងដែលលោកគ្រូនោះនិយាយប្រហែលជាការពិតហើយឯងកើតអីហ្នឹងក្រោកឡើងមិនទាន់ដល់ពេលដេកទេហានឈីក៏ទៅបន្ទប់អានសិភៅដែរឯងប្រញាប់តាមទៅបង្ករឿងឲ្យគាត់ខឹងទៅធ្វើស្អីហ្នឹងធ្វើការដល់យប់ជ្រៅក៏មានពេលសម្រាប់ដែរឥឡូវម៉ោងប៉ុន្មានហើយខ្ញុំចង់ឈប់សម្រាកខ្ញុំចង់ដេកបំពេញភារកិច្ចឲ្យរួចមុនកំណត់និងទទួលបានផ្ទះលំហែកាយមួយបន្ថែមបើខ្ញុំមិនលះបង់តើអ្នកណានឹងលះបង់លោកម្ចាស់វ័យក្មេងយប់នេះលោកនៅតែសម្រាប់ក្នុងបន្ទប់អានសិភៅបាទអញ្ចឹងខ្ញុំឲ្យគេទៅរៀបចំដំឡូងក្នុងបន្ទប់អានសិភៅឲ្យរួចរាល់ចេញទៅចុះតែក្នុងលោកនេះមានស្រីណាហ៊ានដល់ថ្នាក់នេះពិតជានេះជាបន្ទប់អានសិភៅឯងមកធ្វើអីចាគឺមកបង្ខំឲ្យលោកធ្វើការថែមម៉ោងនឹងណាហានឈីទោះបីជាលោកជាមនុស្សខ្វិនក៏ត្រូវតែបម្រើខ្ញុំដែរបើមិនអញ្ចឹងទេខ្ញុំនឹងទៅប្តឹងសាលាលោកមិនមែនជាប្រុសខ្ញុំនឹងឲ្យពួកទាហានមកចាប់លោកទៅយកទៅដាក់គុកកង្វឹតសៀមប៉ាខ្ញុំធ្វើដាក់គាត់ដល់ថ្នាក់នេះហើយគាត់ច្បាស់ជាស្អប់ខ្ញុំខ្លាំងហើយមែនទេប្រហែលជាគ្រប់គ្រាន់ហើយអញ្ចឹងល្អហើយងួយដេកចាំងប់ខ្ញុំត្រូវទៅដេកវិញហើយធ្វើការថែមមួយវិនាទីទៀតគឺប៉ះពាល់ដល់ការសម្រាករបស់ខ្ញុំមិនអីទេលោកជាមនុស្សខ្វិនស្មានថារឿងនោះប្រហែលជាមិនកើតទេខ្ញុំមិនធ្វើបាបលោកទៀតទេអ្នកណាថាខ្ញុំមិនកើតជប់សិនលោកចង់មានន័យថាម៉េចត្រឡប់ទៅបន្ទប់ដេកវិញព្រឹកព្រលឹមធ្វើឲ្យគេភ័យចង្អប់តើឯងនៅចាំទេថាមានរឿងអ្វីកើតឡើងកាលពីយប់មិញលោកម្ចាស់គឺលោកខ្លួនឯងទេដែលចង់មកកុំបន្ទោសខ្ញុំឲ្យសោះតែហ៊ានធ្វើបាបអ្នកហាយប់មិញដេកលក់បាត់ទៅហើយព្រលឹងខ្មោចដេកចូលសន្ធិដ្ឋបែបនេះក៏អាចដេកលក់បានដែរទេមិនមែនអញចង់ដេកទេគឺហ៊ានឈីជាអ្នកវិអញឲ្យសន្លប់មិនផ្លែកទេដែលឈឺខ្លាំងយ៉ាងនេះហើយមិនមែនដោយសារអមនុស្សប្រុសថោកទៀតនោះចង់សម្ដែងរឹតដល់ខ្លួនឯងទេអីចប់ហើយថែមទាំងវាឲ្យខ្ញុំស្គាល់មានជំងឺមែនទេអញគិតក្នុងផ្លូវល្អទៅមើលគាត់ប្រហែលជាស្អប់អញខ្លាំងណាស់ទើបបានជាវិអញឲ្យសន្លប់បែបនេះនេះបញ្ជាក់ថាពួកយើងអាចបង្កើនពិន្ទុអប់បានយ៉ាងច្រើនហើយមែនហើយវិធីនេះអាចប្រើបានញឹកញាប់ហាអាចរកលុយបានផងថែមទាំងបានគេងជាមួយប្រុសទៀតជីវិតស្រីម្នាក់នេះហេតុអ្វីក៏សំណាងយ៉ាងនេះហាអូមិនមែនទេចុះយប់មិញមិនមែនឲ្យអញមើលការផ្សាយផ្ទាល់ទេអីភ្លេតែខ្ញុំបានដំឡើងប្រព័ន្ធត្រួតពិនិត្យឲ្យខ្ញុំរួចហើយខ្ញុំមិនចង់មើលតតែសោះប្រយ័ត្នដុសបោះភ្នែកណែក្មេងនេះអញហ៊ានមើលងាយខ្ញុំផងមែនទេហើយអូយខ្ញុំបាទគ្មានសមត្ថភាពទេគ្មានវិធីព្យាបាលជើងរបស់លោកប្រុសឡើយគ្រូពេទ្យហ៊ីវចុះស្នាមរបួសនៅលើជើងខ្ញុំតើមានវិធីបំបត្តិទេមានគឺមានហើយគ្រាន់តែកាលពីមុនលោកប្រុសមិនដែលខ្វល់ពីរូបរាងខាងក្រៅទេមែនទេខ្ញុំខ្លាចធ្វើឲ្យអ្នកដទៃភ័យខ្លាចអូហូជើងរបស់លោកប្រុសមានតែលោកស្រីម្នាក់គត់ដែលអាចឃើញហើយអ្វីបានជាខ្ញុំត្រូវខ្វល់ពីគំនិតរបស់នាងថែមទាំងដោយសារតែខ្លាចនាងឃើញជើងរបស់ខ្ញុំក៏វានាងឲ្យសន្លប់ទៀតនេះមិនធម្មតាទេថ្ងៃនេះជាថ្ងៃដែលយើងនៅត្រឡប់មកវិញហើយប្រសិនបើសម្លេងក្នុងចិត្តរបស់នាងយ៉ាងជាការពិតតើគួរធ្វើដូចម្តេចទៅលោកម៉ែវាមិនអាចទៅរួចទេទាំងនេះគ្រាន់តែជាសម្ដីផ្ដេសផ្ដាសក្នុងចិត្តរបស់យ៉ាវដើម្បីដាក់បណ្ដាសាបងទី2ប៉ុណ្ណោះបានហើយរងចាំយើងនៅមកវិញចាំនិយាយគ្នាបន្ត
លោកម្ចាស់លោកស្រីម្ចាស់លោកប្រុសទី2បានចូលក្នុងក្រុងហើយប្រញាប់ទៅចាំទទួលយើងនៅមាត់ទ្វារទៅមែនហើយច្រណែនណាស់